ស្ដីបងម៉ែបងប្អូនបាទថ្ងៃនេះមានវីដេអូថ្មីមួយសម្រាប់ធ្វើការចែកម្លែកជូនបងម៉ែបងប្អូនបាទឥឡូវយើងធ្វើផ្កាយបែបលក្ខណៈរាង 3D បងប្អូនបាទអសផ្កាយហ្នឹងបងប្អូនបាទហើយយើងគូសមកបងប្អូនបាទបងប្អូនឆ្លាញ់ណាស់យកប៉ុណ្ណឹងណាបាទឥឡូវខ្ញុំ select យកពណ៌នេះខ្ញុំដក stroke បងប្អូនបាទដក stroke វាចេញមកបងប្អូនបាទខ្ញុំដាក់ណាន់មកបាទហើយកលឹះមួយនេះគឺបងប្អូនអាចធ្វើបានច្រើនរបៀបបងប្អូនបាទហើយអានេះខ្ញុំធ្វើបែបរបៀបស្តង់ដារៀងលឿនដែរបងប្អូនបាទឥឡូវខ្ញុំគូសបានប៉ុណ្ណឹងហើយបាទដើម្បីយើងធ្វើឲ្យវារៀងលក្ខណៈ 3D រៀងមើលទៅរៀងធំស្អាតណាបងប្អូនបាទក្នុងកម្មវិធី Corel ឥឡូវយើងចូលក្នុង effect មកបងប្អូនបាទយើង effect មកយកពាក្យអានេះបង bevel នេះបងប្អូនបាទយកពាក្យ bevel ហ្នឹងមកបាទបាទហើយតបមកនេះបងប្អូនយកពាក្យ soft animal ហើយយកពាក្យ to center នេះបាទហើយអានេះខ្ញុំយកពណ៌ហ្នឹងហើយបាទហើយអានេះខ្ញុំយកយើងមកតិចចុះបាទហើយចំនួនលេខនេះខ្ញុំយក80បងប្អូនបាទហើយអានេះខ្ញុំយកដាក់180បាទហើយអានេះខ្ញុំដាក់70បាទឥឡូវខ្ញុំ apply បងប្អូនបាទនេះបងប្អូនឥឡូវយើងធ្វើបានបងប្អូនរៀងបែប 3D បងប្អូនបាទអញ្ចឹងវីដេអូយើងធ្វើប៉ុណ្ណឹង